នេះគឺជាកម្ទេចជ័រចាស់ៗដែលគេកិនបំបែកដើម្បីយកទៅកែច្នៃធ្វើជ័រថ្មីឡើងវិញណាបងប្អូនជ័រទាំងអស់នេះគឺជ័រវាមានច្រើនប្រភេទគេកិនបំបែកចូលគ្នាបងប្អូននេះម៉ាស៊ីនកិនរបស់គេណាគេកិនឲ្យម៉ត់ៗចឹងទៅបន្ទាប់មកគេយកដាក់ចូលនៅក្នុងឡដើម្បីកិនវាបញ្ចូលគ្នាដូចជាម្សៅចឹងបងប្អូនដូចជាម្សៅដូចជាយើងធ្វើនំបញ្ចុកចឹងណាយើងធ្វើនំបញ្ចុកមិនគឺឡហ្នឹងគឺកិនអញ្ចឹងដូចគ្នាបងប្អូនហើយវាចេញជាសរសៃអញ្ចឹងណានេះបងប្អូនក្បាលវាដូចធ្វើនំបញ្ចុកបេះបិទតែម្ដងហើយបន្ទាប់មកគេមានជ្រលក់ទឹកជ្រលក់អីដើម្បីឲ្យវារឹងអញ្ចឹងណាកុំឲ្យវាដាច់នៅពេលដែលម៉ាស៊ីនម្ខាងទៀតហ្នឹងទាញវាអញ្ចឹងណានៅពេលដែលវាទាញវាបងប្អូនទាញយកធ្វើអីគឺគេកាត់វាជាដុំតូចៗដូចដុំកអញ្ចឹងបងប្អូនឃើញទេវារត់ដូចដុំកអញ្ចឹងដើម្បីយកសារធាតុហ្នឹងយកទៅអឺកែច្នៃធ្វើសម្ភារៈអីផ្សេងៗទៀតដែលធ្វើអំពីជ័រហ្នឹងណាបងប្អូន